បាទជំរាបសួរបងប្អូនអរគ្នាខ្ញុំឈ្មោះជួបអេរិចខ្ញុំមកពីក្លឹបរត់មួយបាទមូលហេតុដែលខ្ញុំចូលរួមរត់នៅថ្ងៃនេះទី1ដើម្បីសុខភាពហើយទី2ដើម្បីជួយដល់កុមារបាទដែលនៅក្នុងអង្គការផ្កាយសមុទ្របាទដែលជាព្រឹត្តិការណ៍មួយដែលបងប្អូនមហាជនគួរតែចូលរួមឲ្យបានអស់គ្នាទាំងជួយសង្គមយើងហើយជួយដល់កុមារជាតិយើងហើយនិងជួយឲ្យសុខភាពយើងល្អទៀតការរៀបចំនេះគឺមានប្រយោជន៍មែនទែនសម្រាប់មិនថាយុវជនមិនថាបងប្អូនប្រជាជនទូទៅដែលគាត់អាចចូលរួមរត់ដើម្បីសប្បុរសធម៌ទាំងអស់គ្នាសម្រាប់ខ្ញុំចូលរួមកម្មវិធីច្រើនមែនទែននៅក្នុងព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជាយើងមិនថាសប្បុរសធម៌មិនថាកម្មវិធីផ្សេងរត់ហើយថ្ងៃនេះខ្ញុំធ្វើបានល្អមែនទែនមិនទទួលបាន PB ថ្មីទេប៉ុន្តែថ្ងៃនេះខ្ញុំរត់10គីឡូប្រើពេល50នាទីបាទវីដេអូនេះផ្ញើជូនទៅដល់បងប្អូនទាំងអស់ចាប់ដើមថែទាំសុខភាពព្រោះសុខភាពគឺជាទ្រព្យដ៏សំខាន់កាលណាយើងមានសុខភាពល្អយើងធ្វើអ្វីក៏ល្អប្រសើរដែរអញ្ចឹងឲ្យបងប្អូនចូលរួមហើយដូចជាជាក់ស្ដែងដោយកម្មវិធីថ្ងៃនេះអញ្ចឹងបងប្អូនចូលរួមប្រយោជន៍ច្រើនមែនទែនទាំងសុខភាពទាំងជួយសង្គមជួយកុមារហើយជួយលើកទឹកចិត្តទៅលើបងប្អូនដែលអត់ទាន់ចាប់ដើមរត់បងប្អូនអាចចាប់ដើមរត់ចាប់ពីពេលនេះតទៅបាទសូមអរគុណសូមបញ្ជាក់ថាព្រឹត្តិការណ៍រត់សប្បុរសធម៌ត្រូវបានរៀបចំជាលើកទី5ហើយដោយអង្គការផ្កាយសមុទ្រនិងម្ចាស់ឧបត្ថម្ភជាដៃគូដែលបានផ្ដល់ការគាំទ្រនិងកិច្ចសហការដោយសប្បុរសជួយដល់ព្រឹត្តិការណ៍ឆ្នាំនេះឲ្យទទួលបានជោគជ័យ។